បាទជម្រាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់បង្ហាញអំពីទស្សនវិជ្ជានៅត្រង់មន់របស់ខ្ញុំបាទដោយសារតែខានចែករំលែកជូនបងប្អូនទាំងអស់គ្នាយូរហើយថ្ងៃនេះគេចង់ថតនៅទស្សនវិជ្ជាខ្លះនៅក្នុងកន្លែងចិញ្ចឹមមន់របស់ខ្ញុំបាទហើយកន្លែងចិញ្ចឹមមន់របស់ខ្ញុំគឺមានសភាពបែបនេះហើយបងប្អូនដូចជាអ្វីដែលខ្ញុំបានរៀបរាប់កាលពីវីដេអូមុនការដាំដើមឆាយានេះបងប្អូននេះដើមឆាយានេះក៏ធំអស់ហើយគេខ្ញុំបានដកគោលឈើចេញអស់ហើយគឺខ្ញុំយកដើមឆាយាហ្នឹងជាបកគោលរបងតែម្ដងហើយឃើញថាវាបានជាមលុបហើយវាបានជាបង្គោលរបងពាត់ជុំវិញទ្រង់មន់របស់យើងហើយបានស្លឹកវាបេះកាច់ឲ្យមន់ស៊ីទៀតក៏បានបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីទស្សនវិជ្ជានៅក្នុងទ្រង់មន់របស់ខ្ញុំត្រួសចែកជូនដល់បងប្អូនអរគ្នាហើយមួយរយៈកាលដែលខ្ញុំអត់បានចែករំលែកជូនបងប្អូនដោយសារតែរវល់ហើយខ្ញុំក៏ចង់រកពេលមកចែករំលែកដល់បងប្អូនដែរប៉ុន្តែខ្ញុំគិតថាចាំបន្តិចទៀតទើបខ្ញុំចេញមកចែករំលែកជាចំណេះដឹងហើយវីដេអូដែលខ្ញុំបានធ្វើកន្លងមកក៏រៀងច្រើនដែរប៉ុន្តែខ្ញុំនៅតែមានកលឹះថ្មីចែកទៅដល់បងប្អូនទាំងអស់គ្នាជាបន្តទៀតប៉ុន្តែខ្ញុំចាំមើលរកពេលវេលាណាដែលស័ក្តិសមខ្ញុំនឹងចាប់ផ្ដើមចែករំលែកតែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែចង់ថតបង្ហាញអំពីទស្សនវិជ្ជានៅកន្លែងចិញ្ចឹមមន់របស់ខ្ញុំទេដោយបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងទ្រង់មន់របស់ខ្ញុំវាធ្លាយដបូលហើយវាពុកផុយហើយដោយសារតែស្បូវនេះដែលខ្ញុំប្រក់ចូល2ឆ្នាំហើយអញ្ចឹងវារឿងពុកផុយបន្តិចហ្នឹងបងប្អូនហើយខ្ញុំនឹងឆ្លៀតពេលប្រក់វាឡើងវិញហើយដូចខ្ញុំបានបញ្ជាក់បងប្អូនអំពីវីដេអូមុនអញ្ចឹងគឺខ្ញុំអត់បានចិញ្ចឹមមាន់ស្រែទៀតទេគឺខ្ញុំចិញ្ចឹមប្រភេទពូជមាន់ជុលបងប្អូនអញ្ចឹងគឺខ្ញុំបានធ្វើនៅត្រង់ខាងនេះហើយការធ្វើរបស់ខ្ញុំមិនមែនជាស្តង់ដារទេបងប្អូនហើយខ្ញុំគិតថាធ្វើបែបនេះក៏វាមិនសូវល្អដែរគឺសុំដាក់ត្រង់មន់តូចនេះគឺវាក្តៅបងប្អូនចឹងបើសិនតែខ្ញុំមានលទ្ធភាពខ្ញុំនឹងធ្វើដបូលខាងលើមួយតង់ទៀតហើយខាងនេះមាន3ខាងនេះមាន3សុំទៀតបងប្អូនខាងនេះចឹងការចិញ្ចឹមមាន់ជុលមិនដឹងថាល្អឬក៏មិនល្អទេបងប្អូនតែសម្រាប់ខ្ញុំមកចិញ្ចឹមមាន់ជុលនេះវាអត់មានជាបានចំណូលអីទេបងប្អូនប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមមាន់ជុលហើយគឺលេងចង់ចិញ្ចឹមមាន់ស្រែវិញបងប្អូនទោះបីជាមិនមានចំណូលក៏ដោយបងប្អូនហើយក៏មិនដឹងថាថ្ងៃមុខថ្ងៃក្រោយទៅយើងអាចរកចំណូលបានអត់ទេប៉ុន្តែមាន់ដែលយើងគិតថាអាចយកលក់បានយើងលក់ដូចមាន់ស្រែដូចគ្នាហ្នឹងបងប្អូនមេណាដែលមិនសូវជាល្អឈ្មោលណាមិនសូវជាល្អយើងលក់ក្លឹងគីឡូបានដូចគ្នាបងប្អូនប៉ុន្តែគ្រាន់តែយើងចិញ្ចឹមលក្ខណៈប្រភេទមាន់ជុលបែបនេះគឺយើងទិញមេបាមកថ្លៃតាមគុណភាពមាន់អញ្ចឹងបងប្អូនហើយការចំណាយចំណីការមើលថែទាំដូចមាន់ស្រែអញ្ចឹងបងប្អូន
ហើយសង្ឃឹមថាខ្ញុំនឹងមានពេលវេលាណាល្អនឹងចាប់ផ្ដើមចែកម្លែកទៅដល់បងប្អូនជាបន្តទៀតបាទខណៈពេលនេះដែរខ្ញុំបានសូមអរគុណនិងសូមជម្រាបលាជូនពរបងប្អូនសុខភាពល្អរកស៊ីទទួលទានមានបានទាំងអស់គ្នាបាទអរគុណ